គេផ្ញើឲ្យខ្ញុំថ្ងៃដំបូងគឺថ្ងៃដែលបាត់ប្អូនខ្ញុំថ្ងៃទី1នោះគឺថ្ងៃទី8ប៉ុន្តែខ្ញុំអត់ទទួលស្គាល់ទេដោយសារតែវាភាពឈឺចាប់នៅក្នុងបេះដូងវាភ្លាមពេកហើយក៏ព្យាយាមធ្វើចិត្តថាមិនមែនប្អូនតិចទៀតប្អូននឹងមកផ្ទះវិញដល់ថ្ងៃទី18គឺពួកថៃវាបានផុសពីរូបប្អូនខ្ញុំទៅខ្ញុំទទួលស្គាល់ការពិតថាជារូបប្អូនខ្ញុំដោយសារតែចំណាំខ្សែកខ្នាយរបស់ប្អូនខ្ញុំប៉ុន្តែខ្ញុំឃើញរូបភាពហ្នឹងហើយខ្ញុំពិតជាឈឺចាប់ដោយសារតែបងខ្ញុំគាត់បានផុតតាំងពីថ្ងៃទី8ប៉ុន្តែពួកវាថតរូបហ្នឹងមកគឺបងខ្ញុំបានផុតប្រហែលថ្ងៃហើយវាថតមកផុស Facebook ឲ្យខាងគ្រួសារខ្ញុំឈឺចាប់ខ្លាំងអារម្មណ៍ពេលហ្នឹងគឺខ្ញុំពិបាកទទួលស្គាល់ដោយសារតែខ្ញុំមានប្អូនប្រុសតែមួយប្អូនកណ្ដាលគេទៀតបងអញ្ចឹងខ្ញុំពិតជាពិបាកទទួលយកណាបង